អាដាមមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ10 តុលា 2025 នេះជិតមកដល់ហើយដែលថៃដាក់កំណត់អសន្នវត្តឲ្យពលរដ្ឋនៅភូមិព្រៃច័ន្ទភូមិជោគជ័យឃុំអូ3ជាន់នឹងចាក់ចេញពីលំនៅឋានដោយគេអះអាងថាគេប្រើផែនទីឯកតោភាគីរបស់គេអាដាមចំណុចនេះអាដាមគិតថាយើងគួរតែចេញទេឬមួយក៏យ៉ាងម៉េចអាដាមយើងអត់ចេញទេចាអាដាមបាទយើងអត់ត្រូវចេញពីកន្លែងនោះទេពីព្រោះអីគិតធ្វើនេះវាបំពេញខុសច្បាប់អន្តរជាតិក៏ខុសអាកិច្ចព្រមព្រៀងជាមួយយើងមានទាំង MOU មានទាំងស្អីណែកិច្ចព្រមព្រៀងដែលឈប់បាញ់គ្នានេះទេប្រសិនបើយើងអត់ចេញអាដាមអាចមើលឃើញថាកម្ពុជាថៃអាចនឹងប៉ះទង្គិចគ្នាម្ដងទៀតទេចាអាដាមបាទអានោះវាស៊ីសងនៅលើខាងថៃហ្នឹងឯងចាបាទខាងថៃហ្នឹងបាទបើថៃវាចេះតែបំពេញទៅតាមស្អីនោះមកវាអាចប្រើកម្លាំងយោធាប្រដាប់អាវុធមកបំពេញមកដាច់ហើយព្រោះយើងប្រជាពលរដ្ឋសុទ្ធសាធដែលយើងធ្វើការតវ៉ាការពារផ្ទះសម្បែងឲ្យកើតនោះគឺថាប្រជាពលរដ្ឋយើងអត់មានទៅប្រើកងទ័ពប្រដាប់អាវុធដូចគាត់នេះណាមានបងប្អូនកងទ័ពប៉ុន្តែអត់មានអាវុធទេដែលនៅជិតនោះគាត់ថាជួយមើលបងប្អូនប្រជាពលរដ្ឋយើងក្នុងតួនាទីជាកងទ័ពប៉ុន្តែយើងអត់មានអាវុធទៅទេបាទយើងគោរពបទឈប់បាញ់គ្នាក្នុង 100% កិច្ចព្រមព្រៀងឈប់បាញ់គ្នាដែលអាស៊ានជួយធ្វើរវាងកម្ពុជានិងថៃដែលយើងមាននោះបាទដូច្នេះហើយគាត់ហើយខ្ញុំមើលទៅទី1ក្នុងប្រទេសថៃនេះវាមានក្រុមស្អីណានោះវាច្រើនណាស់អានេះយល់ចេះអានេះយល់ចាស់ទៅហើយអ្នកខ្លះក៏តែអ្នកចេះដឹងថៃអីនោះក៏គេមានការយល់ដឹងច្បាស់លាស់ដែរខាងផ្លូវច្បាប់នោះបាទផ្លូវច្បាប់នោះហើយព្រំដែនដែលអាចយកជាការបាននៅពេលដែលកម្ពុជានិងថៃឯកភាពគ្នាគណៈកម្មការព្រំដែនហ្នឹងដែលបានបោះអង្គុលរួចហើយមកតណាតំណឹងអានោះឯកភាពគ្នាប៉ុន្តែថៃធ្វើសកម្មភាពនេះឯកតោភាគីមកដេញឲ្យខ្មែររុះរើផ្ទះឲ្យស្អីទាំងអស់នោះដោយប្រើទៅលើផែនទីឯកតោភាគីគូខ្លួនឯងទេបាទឯកតោភាគីទេមិនបានយកផែនទីដែលមាន MOU អនុសារណៈឆ្នាំ2000យកមកប្រើទេបើសិនជាគាត់យកផែនទីនោះមកប្រើព្រោះផែនទីនោះគឺផែនទីដែលខ្មែរយើងប្រើគឺផែនទីដែលសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904 1907កន្លងមកក៏ប្រើផែនទីនោះឯងដែលយើងឯកភាពនេះបោះគោលព្រំដែនបានមួយចំនួនរួចហើយប្រើផែនទីនោះពួកក្នុងអនុសារណៈហ្នឹងគឺនិយាយច្បាស់ណាស់ដែល MOU ឆ្នាំ2000ហ្នឹងគឺថៃនិងកម្ពុជាឯកភាពនេះប្រើប្រាស់ផែនទីសន្ធិសញ្ញាបារាំងសៀម1904 1907ហើយខ្ញុំតាមដានមើលទៅ MOU នោះខាងថៃនឹងអត់យកទៅផ្សព្វផ្សាយឲ្យជាពលរដ្ឋគាត់ដឹងទេមានតែត្រឹមលាកនៅក្នុងក្រសួងការបរទេសហើយនៅខាងមេទាហានម៉ានេះអត់ផ្សព្វផ្សាយទូលំទូលាយឲ្យជាជនដឹងទេឥឡូវជាជនថៃចាប់ផ្ដើមដឹងបដឲ្យដោយសារខ្មែរយើងតវ៉ាស្អីទៅវាចេញផែនទីចេញអីនោះឃើញថៃមួយចំនួននោះចាប់ផ្ដើមដឹងហើយបាទចាប់ផ្ដើមដឹងអានោះហើយដូច្នេះគឺអ្វីដែលជាសកម្មភាពថៃធ្វើទាំងអស់នេះដាក់របងលោដាក់កងឡានដាក់ស្អីដែលមកដេញរុះអស់ប្រមាណប្រទេសហើយមកកន្លែងហើយឥឡូវថាថ្ងៃ10នោះមកដេញឲ្យយើងរុះនៅដងចាននៅអូបអីចិននៅភូមិស្អីជោគជ័យព្រៃច័ន្ទឯណាទៀតចាខ្ញុំបានទៅមើលដែរថ្ងៃមុនបាទខ្ញុំលបទៅមើលខ្ញុំឃើញអ្នកកសែតឲ្យច្រើនពេកខ្ញុំមិនហ៊ានទៅចេញឲ្យគេថតអញ្ចឹងខ្ញុំទៅមើលដែរព្រោះខ្ញុំអ្នកនៅតំណងយូរគឺគោលៈទាំងប៉ុន្មានហ្នឹងជាភាសាលៈខាងជើងប៉ែតនោះមានលៈលេខ47 46 45 44
អានឹងគឺម្ដុំខ្ញុំសំបីតាផ្ទះខ្ញុំដែលនៅអូស័យស្រុកនោះឥឡូវថៃពៀនយកនឹងអស់ហូបម្នេះទៀតហើយបើអញ្ចឹងគឺខ្ញុំជឿថាការសកម្មភាពរបស់ថៃធ្វើរបៀបនេះគឺมันអាចយកលទ្ធផលដែលធ្វើដល់ឯកតោភាគីប្រើប្រាស់កម្លាំងនឹងមករុះមករើផ្ទះគេហើយមកធ្វើរបងមកបោះបង្គោលព្រំដែនហ្នឹងអានេះវាទៅជាព្រំដែនមួយដែលកម្ពុជាយើងទទួលស្គាល់នោះទេយើងអត់អាចទទួលស្គាល់ទេឯកតោភាគីទទួលស្គាល់បានតែលភាគីទាំងពីរហ្នឹងឯកភាពនេះថានេះព្រំដែននៅទីនេះបោះបង្គោលព្រំដែននៅទីនេះបោះបង្គោលដល់ឥឡូវគាត់ធ្វើតែម្នាក់គាត់មកបំពេញអញ្ចឹងកម្ពុជាយើងអត់អាចទទួលបានទេហើយជឿថាជាពលរដ្ឋយើងនោះក៏តបថាដែរថ្ងៃ10នោះអត់មានមកអោយយកហើយបើគាត់សម្រាប់ទៅប្រើកម្លាំងយោធាណាមកបាញ់មករះដល់ប្រជាពលរដ្ឋយើងឲ្យវាឃើញទៅព្រោះអ្នកសង្កេតការណ៍អន្តរជាតិលោកនឹងអត់មានទៅណាទេលោកជ័យវាជ័យហ្នឹងហើយឲ្យតែមានរឿងអីស៊ូគាត់ចេញពីនោះឃើញគាត់នៅក្នុងអូតែលហ្នឹងគាត់ចេញទៅភ្លាមហើយគាត់រាយការណ៍ភ្លាមហើយបើតាមខ្ញុំស្មានទេខ្ញុំមិនដឹងទេព្រោះដឹងថាកន្លងមកនោះដូចជាមានសត្វតឡាយដែលប្រធានអាស៊ានអាស៊ាននោះគាត់ប្រើសត្វតឡាយនោះឲ្យមើលសកម្មភាពតាមព្រំដែននោះក៏ហក់បានទេកម្ពុជាទៅបាញ់គេមុនក៏គេដឹងថៃបាញ់យើងមុនក៏គេដឹងគេសត្វតឡាយគេមើលទាំងអស់ចាប់ពីបណ្ដោយព្រំដែនមកទាំងអស់គេថតសត្វតឡាយហើយគេមានមនុស្សមកទេបាទអញ្ចឹងគឺថាល្អពិតមែនថាបងប្អូនប្រជាពលរដ្ឋឬបងប្អូនទាហានយើងគាត់វាតាំងចិត្តសម្រាប់ខ្ញុំក៏ពេលខ្លះតាំងចិត្តដែរបាទតាំងចិត្តត្រង់ឃើញថៃវាលុបពៀនមកយើងអត់តអីណាចាអត់ធ្មត់បានល្អនេះគឺនៅលើឆាកអន្តរជាតិនោះស្អីណាឥឡូវនេះប្រទេសដែលមិនធ្លាប់ស្គាល់ខ្មែរមិនកាន់ជើងខ្មែរមកប្រហែលឥឡូវគឺងាកមកកាន់ជើងគ្រប់ត្រូលយើងហើយថាយើងអត់ទំលំពៀនគេទេថៃទេលំពៀនយើងស្អីណាក៏ឥឡូវគេដឹងកាន់តែច្រើនពេញពិភពលោកហើយដូច្នេះគឺខ្ញុំជឿថាអាចចុងខែនេះដែលលោកដូណាល់ត្រាំមកហ្នឹងវាអាចនឹងមានដោះស្រាយស្អីតស្អីហើយបើសិនជាគាត់មកដឹកនាំកិច្ចព្រមព្រៀងអីឈប់បាញ់សន្តិភាពអីជាមួយគ្នាមកតែវាមានរឿងទាហានយើង13នាក់នេះទៅដោះស្រាយហើយអត់មាននិស្ស័យទៀតទេហើយនឹងស្អីដែលគាត់លុបពៀនឲ្យរុះរើផ្ទះស្អីទាំងម៉ាត់ហ្នឹងក៏ទៅដោះស្រាយដែរមិនអាចមកថៃពៀនចឹងបានទេណាអត់មកពៀនចឹងបានទេបើពៀនចឹងបានគាត់បន្តពៀនតាមដោយព្រំដែនទូនោះគាត់បន្តពៀនតាមដោយព្រំដែនវិញនេះយកសាច់ចិត្តហើយអានោះប្រើកម្លាំងបាយអាងប្រទេសធំអាងមានទាហានអាងអីច្រើនមកលុបឲ្យយើងគេទួយតាចហ្នឹងយកអត់មានគោរពច្បាប់អន្តរជាតិគោរពកិច្ចព្រមព្រៀងអីសោះហ្នឹងគឺអត់បានទេខ្ញុំមើលទៅសម័យនេះហើយមានសម័យបុរាណដូចមុនទេចា៎សម័យទំនើបហើយណាអញ្ចឹងហើយនេះដែលខ្ញុំប្រមើលមើលទៅខ្ញុំឃើញថាមកដល់ថ្ងៃនេះគឺថាកម្ពុជាយើងនឹងជោគជ័យខាងផ្លូវច្បាប់ខាងនយោបាយរឿងបញ្ហាព្រំដែនជាមួយថៃនេះគឺជោគជ័យធំធេងណាស់លើឆាកអន្តរជាតិហ្នឹងបាទលើឆាកអន្តរជាតិហ្នឹងវាអាចធ្វើឲ្យយើងរក្សាមុខមាត់សាអីបានលើឆាកអន្តរជាតិអាហ្នឹងគឺខ្ញុំឃើញបញ្ហាចឹងហើយដូច្នេះខ្ញុំជឿថាបងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលត្រូវគេលុបពៀនយកដីយកផ្ទះយកសម្បែងយកស្អីអស់ប្រមាណហើយនៅភូមិដងចានដល់អីហ្នឹងយើងអាចនឹងរៀបចំអីធ្វើតាំងមានឲ្យទុកទៅបាទទុកទៅហើយបើជាខ្ញុំវិញជាយោបល់ខ្ញុំទេចា
ជាបរិបទទាំងអស់នោះដឹងតឡាការយើងដែលថៃលំពៀនយកដីយកផ្ទះនោះមកទោះបីតឡាការយើងថាគេមិនទទួលស្គាល់ 100% អន្តរជាតិក៏យើងបានប្តឹងដើម្បីយើងមានភស្តុតាងយើងមានឯកសារមានស្អីដើម្បីដាក់បង្ហាញគេទៅអញ្ចឹងដាក់បង្ហាញគេទៅដើម្បីឲ្យអន្តរជាតិគេដឹងឮខ្ញុំជឿថាមិនស្រួលទេបើសិនជាសកម្មភាពរបស់គាត់ដាក់របងលោះដាក់កង់ឡានមកពៀនយកដីផ្ទះសម្បែងប្រជាពលរដ្ឋអីទៅទេគឺថ្ងៃក្រោយអនាគតទៅបើច្បាប់អន្តរជាតិនោះគេមើលមកគេកាត់ក្តីមកថាសកម្មភាពអ្វីដែលគាត់ធ្វើហ្នឹងវាខុសច្បាប់សងយើងហើយណាអាចសងហើយចុះបានខ្ញុំថាជាពលរដ្ឋហ្នឹងគឺមិនធ្វើតាមស្អីក៏ដោយគឺឲ្យច្បាស់ទៅឲ្យដឹងតុលាការយើងក៏បានដែរដឹងតុលាការយើងឲ្យមានឯកសារមានអីចឹងទៅថ្ងៃក្រោយទៅគឺសងអ្នកឯងមកផ្លាញដោយពៀនដោយខុសច្បាប់បាទអានេះគឺយោបល់ខ្ញុំទេបាទ